សាកស្រមៃថាប្រសិនបើមីស៊ីលនេះបំផ្ទុះនៅរដ្ឋ San Francisco សហរដ្ឋអាមេរិកទីតាំងដែលផ្ទុះនឹងមានប្រមាណជាង31គីឡូម៉ែត្រការ៉េរំលាយអ្វីគ្រប់យ៉ាងទាំងអស់944នេះគឺជាគ្រាប់បែកនុយក្លេអ៊ែរឈ្មោះ B83 ឬក៏ B83 ជាគ្រាប់បែកនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកដែលខ្លាំងជាងគេបំផុតមួយក្នុងចំណោមអាវុធនុយក្លេអ៊ែរទូទាំងពិភពលោកគ្រាប់បែកនេះមានប្រវែងជិត4ម៉ែត្រនិងទម្ងន់ជាង1100គីឡូក្រាមរីឯសមត្ថភាពបំផ្ទុះរបស់វាវិញគឺលើសពីអ្វីដែលយើងអាចស្រមៃដល់ទៅទៀតគ្រាប់បែកនុយក្លេអ៊ែរប្រភេទនេះគឺប្រើប្រាស់ទំនាញផែនដីដើម្បីហោះទៅរកគោលដៅបន្ទាប់ពីត្រូវទម្លាក់ពីលើយន្តហោះដោយមិនត្រូវការមីស៊ីលឬប្រព័ន្ធកំណត់គោលដៅឡើយជាទូទៅយន្តហោះបំបាំងកាយ B2 និងយន្តហោះ B52 ជាអ្នកទទួលខុសត្រូវក្នុងការទម្លាក់គ្រាប់បែកដ៏សាហាវនេះហើយប្រកាសណាស់សម្រាប់យន្តហោះដូចជា B2 ការហោះចូលទៅទម្លាក់គ្រាប់បែកនុយក្លេអ៊ែរនេះចូលទៅក្នុងទឹកដីសំខាន់នៃប្រទេសណាមួយគឺមានភាពងាយស្រួលខ្លាំងណាស់ដោយដែលយើងបានឃើញកាលពីថ្មីនេះដែលអាមេរិកទម្លាក់គ្រាប់បែកទៅលើអ៊ីរ៉ង់អញ្ចឹងគ្រាប់បែក B83 របស់សហរដ្ឋអាមេរិកនេះមានកម្លាំងផ្ទុះជាង1លាន2សែនតោននៃ TNT ខ្លាំងជាងគ្រាប់បែកនុយក្លេអ៊ែរ Leroy ដែលទម្លាក់នៅ Hiroshima ប្រទេសជប៉ុន80ដងជាធម្មតារូងភ្នំក្រោមដីឬក៏ bunker ត្រូវបានបង្កើតឡើងដើម្បីការពារសុវត្ថិភាពពីគ្រាប់បែកនុយក្លេអ៊ែរប៉ុន្តែគ្រាប់បែក B83 នេះត្រូវបានបង្កើតឡើងមកដើម្បីមានសមត្ថភាពកុំតិចចូលរូងក្រោមដីឬក៏ bunker ទាំងអស់នោះទោះមានជម្រៅរាប់រយម៉ែត្រនៅក្រោមដីក៏ដោយសម្រាប់ចំនួនពិតប្រាកដដែលសហរដ្ឋអាមេរិកមានគ្រាប់បែកនេះគឺប្រាកដណាស់ត្រូវបានរក្សាទុកជាសម្ងាត់ប៉ុន្តែប្រសិនបើយោងទៅតាមការវិភាគរបស់អ្នកជំនាញសហរដ្ឋអាមេរិកមានគ្រាប់បែកនេះប្រមាណ650គ្រាប់ហើយចំនួនជាង200គ្រាប់គឺត្រៀមរួចជាស្រេចសម្រាប់ការទម្លាក់ភ្លាមសាកស្រមៃថាគ្រាប់បែក B83 នេះមួយគ្រាប់ត្រូវបានទម្លាក់នៅលើទីក្រុងប៉េជីងនៃប្រទេសចិនកម្លាំងផ្ទុះដែលចេញពីគ្រាប់បែកនឹងរំលាយអ្វីគ្រប់យ៉ាងក្នុង4គីឡូម៉ែត្រការ៉េជុំវិញ Ground Zero ឬក៏កន្លែងដែលផ្ទុះ 7.5 គីឡូម៉ែត្រការ៉េពីកន្លែងដែលផ្ទុះអាគារទាំងឡាយនឹងត្រូវដួលរំលំខ្ទេចខ្ទីអស់ចំណែកឯមនុស្សវិញគឺយើងមិនបាច់និយាយនោះទេហើយចាប់ពី 7.5 ដល់ 13 គីឡូម៉ែត្រការ៉េជុំវិញកន្លែងដែលផ្ទុះមនុស្សអាចនឹងរងកម្ដៅនិងវិជ្ជាសកម្មកម្រិតធ្ងន់សម្រាប់យន្តហោះ B52 ឬក៏ B52 មួយគ្រឿងអាចផ្ទុកគ្រាប់បែក B83 បានចំនួន8គ្រាប់ប៉ុន្តែនៅឆ្នាំ2010សហរដ្ឋអាមេរិកបានបញ្ឈប់ការប្រើប្រាស់យន្តហោះ B52 នេះដើម្បីដឹកគ្រាប់បែក B83 ហើយព្រោះខ្លួនយល់ថាយន្តហោះនេះមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការគេចខ្លួនពីប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសមួយចំនួនបច្ចុប្បន្នគឺមានតែយន្តហោះបំបាំងកាយ B2 19គ្រឿងប៉ុណ្ណោះដែលមានផ្ទុកគ្រាប់បែក B83 នេះហើយក្នុងមួយគ្រឿងមានសមត្ថភាពផ្ទុកគ្រាប់បែកចំនួន16គ្រាប់ដែលប្រកាសណាប្រសិនបើសង្គ្រាមនុយក្លេអ៊ែរកើតឡើងមែនវាមិនមាននោះទេដែលគ្រាប់បែកទាំងនេះនឹងត្រូវទម្លាក់ម្ដងមួយគ្រាប់យន្តហោះមួយគ្រឿងប្រកាសជាទម្លាក់ម្ដងទាំងអស់ទៅតាមទីតាំងសំខាន់ផ្សេងជាទីតាំងបាញ់មីស៊ីលនុយក្លេអ៊ែររបស់សត្រូវឬក៏បន្ទាយទ័ពសំខាន់ជាដើមមូលហេតុនេះហើយដែលទីតាំងទាំងអស់នោះត្រូវបានប្រទេសនីមួយៗខិតខំរក្សាទុកជាសម្ងាត់ទោះបីជាគ្រាប់បែក B83 នេះវាសាហាវនិងអស្ចារ្យប៉ុន្តែវាគ្រាន់តែជាចំណាត់ថ្នាក់លេខ5នៃអាវុធនុយក្លេអ៊ែរដែលសាហាវជាងគេបំផុតក្នុងពិភពលោកប៉ុណ្ណោះសម្រាប់ចំណាត់ថ្នាក់លេខ4គឺជាមីស៊ីលនុយក្លេអ៊ែរ Trident II ដែលប្រើប្រាស់ដោយសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសខុសពីគ្រាប់បែកប្រើប្រាស់ទំនាញផែនដីដូចជា B83 មីស៊ីល Trident II គឺជាមីស៊ីលបាញ់ចេញពីនាវាមួយទឹកមីស៊ីលនេះមានប្រវែងរហូតទៅដល់13ម៉ែត្រនិងទម្ងន់59តោនវាជាមីស៊ីលដែលហោះ3ដំណាក់កាលនិងហោះបានរយៈចម្ងាយជាង 12000 គីឡូម៉ែត្រចម្ងាយដ៏ឆ្ងាយនេះវាបានធ្វើឲ្យមីស៊ីល Trident II អាចហោះទៅដល់ទីតាំងណាក៏បានដែរនៅជុំវិញពិភពលោក
អ្វីដែលពិសេសពី Missile Trident 2 នេះគឺនៅក្នុង Missile មួយដើមវាមានក្បាលគ្រាប់ Nuclear រហូតទៅដល់ 8 គ្រាប់ដែលគ្រាប់នីមួយៗសិតតែមានសមត្ថភាពហោះទៅបំផ្ទុះទីតាំងផ្សេងៗគ្នាតាមការកំណត់សាកស្រមៃថាក្បាលគ្រាប់ទាំង 8 នេះដែលមានកម្លាំងផ្ទុះជាង 3 លាន 8 សែនតោននៃ TNT ខ្លាំងជាងគ្រាប់បែក Nuclear Little Boy ដែលទម្លាក់នៅ Hiroshima ប្រទេសជប៉ុន 250 ដងហោះទៅបំផ្ទុះទីតាំងតែមួយក្នុងទីក្រុង Moscow ប្រទេសរុស្ស៊ីទីតាំងដែលផ្ទុះនឹងមានជាង 10 គីឡូម៉ែត្រការ៉េរំលាយអ្វីគ្រប់យ៉ាងទាំងអស់378 គីឡូម៉ែត្រការ៉េពីកន្លែងដែលផ្ទុះអគារទាំងឡាយនឹងត្រូវដួលរលំខ្ទេចខ្ទីអស់ខណៈចាប់ពី378ដល់1480 គីឡូម៉ែត្រការ៉េជុំវិញកន្លែងដែលផ្ទុះមនុស្សអាចនឹងរងកម្ដៅនិងវិទ្យុសកម្មកម្រិតធ្ងន់ការផ្ទុះរបស់ Missile Trident 2 នេះនឹងអាចសម្លាប់មនុស្សប្រមាណជាង 2.8 លាននាក់ភ្លាមតែម្ដងហើយនឹងមានមនុស្សរងរបួសជាង 4.6 លាននាក់ផ្សេងទៀតខណៈនេះគឺគ្រាន់តែជាការប្រមាណនៃឥទ្ធិពលរបស់ Missile នេះមួយគ្រាប់ប៉ុណ្ណោះMissile Trident 2 នេះត្រូវបានត្រៀមចាំបាញ់គ្រប់ពេលវេលាពីនាវាមួយទឹកប្រភេទ Ohio ដែលមានចំនួន14គ្រឿងក្នុងមួយគ្រឿងអាចផ្ទុកបាន Missile នេះចំនួន20ដើមដែលគិតជាសរុបមកគឺមានចំនួន280 Missile ខណៈ Missile នីមួយៗមានក្បាលគ្រាប់រហូតទៅដល់8គ្រាប់ទៀតនោះបានន័យថាក្បាលគ្រាប់ Nuclear សរុបគឺមានចំនួន2240គ្រាប់ងាកមកកាន់ចំណាត់ថ្នាក់លេខ3គឺ DF-5C ដែលជា Missile អន្តរទ្វីបឬក៏ ICBM របស់ប្រទេសចិន Missile យក្សនេះគឺមានប្រវែងជាង32ម៉ែត្រនិងទម្ងន់183តោនហើយអាចហោះបានរយៈចម្ងាយ 15000 គីឡូម៉ែត្រដែលបានន័យថាវាអាចបាញ់ចេញពីប្រទេសចិននិងហោះទៅកាន់ទីតាំងណាក៏បានដែរជុំវិញពិភពលោកស្រដៀងនឹង Missile Trident 2 ដែរMissile DF-5C នេះក៏មានបំពាក់ក្បាលគ្រាប់ Nuclear ច្រើនដែរគឺរហូតទៅដល់12គ្រាប់ហើយក្នុងមួយគ្រាប់មានកម្លាំងផ្ទុះ1លានតោននៃ TNT ដែលខ្លាំងជាងគ្រាប់បែក Little Boy រហូតទៅដល់66ដងហើយក្នុងមួយ Missile គឺមានក្បាលគ្រាប់នេះរហូតទៅដល់12បានន័យថាប្រសិនបើក្បាលគ្រាប់ទាំងអស់នោះបូកបញ្ចូលគ្នាគឺមានកម្លាំងផ្ទុះរហូតទៅដល់12លានតោននៃ TNT ខ្លាំងជាង Little Boy រហូតទៅដល់ជាង600ដងឯណោះសាកស្រមៃថាក្បាលគ្រាប់ទាំង12នេះហោះសម្ដៅទៅរដ្ឋធានី Washington របស់សហរដ្ឋអាមេរិកទីតាំងដែលផ្ទុះនឹងមានជាង25គីឡូម៉ែត្រការ៉េរំលាយអ្វីគ្រប់យ៉ាងទាំងអស់814គីឡូម៉ែត្រការ៉េពីកន្លែងដែលផ្ទុះអគារទាំងឡាយនឹងត្រូវដួលរលំខ្ទេចខ្ទីអស់ខណៈចាប់ពី814ដល់3970គីឡូម៉ែត្រការ៉េជុំវិញកន្លែងដែលផ្ទុះមនុស្សអាចនឹងរងកម្ដៅនិងវិទ្យុសកម្មការផ្ទុះដ៏គួរឲ្យខ្លាចនេះអាចនឹងសម្លាប់មនុស្សដល់កម្រិតមួយដែលយើងមិនអាចប្រមាណបានហើយអ្វីដែលកាន់តែគួរឲ្យខ្លាចនោះនេះគឺគ្រាន់តែជា Missile DF-5C មួយគ្រាប់ប៉ុណ្ណោះខណៈការវិភាគរបស់អ្នកជំនាញប្រទេសចិនអាចនឹងមាន Missile ប្រភេទនេះចាប់ពី20ទៅ30ដើមសម្រាប់ចំណាត់ថ្នាក់លេខ2គឺ O36 របស់ប្រទេសរុស្ស៊ីដែលជា Missile អន្តរទ្វីបអាចហោះបានចម្ងាយ 16000 គីឡូម៉ែត្រវាមានប្រវែង32ម៉ែត្រនិងទម្ងន់រហូតទៅដល់ជាង200តោន Missile នេះមានក្បាលគ្រាប់ Nuclear ចំនួន10ហើយក្បាលគ្រាប់នីមួយៗគឺមានកម្លាំងផ្ទុះ1លានតោននៃ TNT សាកស្រមៃថាប្រសិនបើ Missile នេះបំផ្ទុះនៅរដ្ឋ San Francisco សហរដ្ឋអាមេរិកទីតាំងដែលផ្ទុះនឹងមានប្រមាណជាង31គីឡូម៉ែត្រការ៉េរំលាយអ្វីគ្រប់យ៉ាងទាំងអស់944គីឡូម៉ែត្រការ៉េពីកន្លែងដែលផ្ទុះអគារទាំងឡាយនឹងត្រូវដួលរលំខ្ទេចខ្ទីអស់ខណៈចាប់ពី944ដល់4800គីឡូម៉ែត្រការ៉េជុំវិញកន្លែងដែលផ្ទុះមនុស្សអាចនឹងរងកម្ដៅនិងវិទ្យុសកម្មការផ្ទុះដ៏សាហាវនេះនឹងសម្លាប់មនុស្សដល់កម្រិតមួយដែលយើងមិនអាចគណនាបានហើយរុស្ស៊ីមាន Missile ប្រភេទនេះរហូតទៅដល់ជាង46គ្រាប់
សម្រាប់ចំណាត់ថ្នាក់លេខ1គឺ OS-28 របស់ប្រទេសរុស្ស៊ីដដែលមីស៊ីលអន្តរជាតិនេះត្រូវបានផលិតឡើងដើម្បីជំនួសតំណែងមីស៊ីល O36 ដែលយើងបានឃើញអំបញ្ញមិញព្រោះថា OS-28 ថ្មីនេះត្រូវបានបង្កើតឡើងដោយបំពាក់នៅបច្ចេកវិទ្យាថ្មីជាច្រើនសម្រាប់គេចពីប្រព័ន្ធការពារដែនអាកាសនិងប្រព័ន្ធការពារមីស៊ីលនុយក្លេអ៊ែរមីស៊ីលនេះមានប្រវែង35ម៉ែត្រនិងទម្ងន់ជាង200តោនវាអាចមានក្បាលគ្រាប់នុយក្លេអ៊ែរចំនួនពី10ទៅ15គ្រាប់ហើយអាចហោះបានចម្ងាយ 18,000 គីឡូម៉ែត្រការប៉ាន់ប្រមាណពីមីស៊ីលនេះគឺវាមានកម្លាំងផ្ទុះជាង50លានតោននៃ TNT ដែលវាស្មើទៅនឹងគ្រាប់បែកសាជាគ្រាប់បែកដែលធ្លាប់ផ្ទុះខ្លាំងជាងគេបំផុតក្នុងប្រវត្តិសាស្ត្រនៃមនុស្សជាតិប្រសិនបើមីស៊ីលនេះហោះទៅកាន់ទីក្រុងយូយ៉កដោយជោគជ័យនោះទីតាំងដែលផ្ទុះនឹងមានជាង81គីឡូម៉ែត្រការ៉េរំលាយអ្វីគ្រប់យ៉ាងទាំងអស់2110គីឡូម៉ែត្រការ៉េពីកន្លែងដែលផ្ទុះអគារទាំងឡាយនឹងត្រូវដួលរលំខ្ទេចខ្ទីអស់ខណៈចាប់ពី2110ដល់10000គីឡូម៉ែត្រការ៉េជុំវិញកន្លែងដែលផ្ទុះមនុស្សអាចនឹងរងកម្ដៅនិងវិទ្យុសកម្មការផ្ទុះដ៏សាហាវនេះនឹងអាចសម្លាប់មនុស្សលើសពី7លាននាក់ភ្លាមៗទោះបីជាយ៉ាងណាក៏ដោយមិនថាមីស៊ីលខ្លាំងប៉ុណ្ណានោះទេអ្វីដែលប្រទេសកំពុងមានអាវុធនុយក្លេអ៊ែរទាំងនេះកំពុងធ្វើគឺមិនមែនអ្នកណាអាចសម្លាប់អ្នកណាច្រើនជាងនោះទេប៉ុន្តែគឺដើម្បីកុំឲ្យមានការប្រើប្រាស់ឬក៏ no first use ភាគរយនៃសង្គ្រាមលោកលើកទី3អាចនឹងកើតឡើងខ្ញុំផ្ទាល់គិតថាអាចទៅរួចប៉ុន្តែសម្រាប់សង្គ្រាមនុយក្លេអ៊ែរប្រហែលជាមិនអាចទៅរួចនោះទេខ្ញុំយល់ថាប្រសិនបើប្រទេសដែលមានអាវុធនុយក្លេអ៊ែរនឹងដៃទោះបីជាខ្លួនចាញ់សង្គ្រាមលោកលើកទី3ក៏ប្រទេសដែលឈ្នះមិនបង្ខំឲ្យទាល់ច្រកដែរខ្ញុំបាទសូមអរគុណទៅដល់បងប្រុសមួយលីមិចដែលបានឧបត្ថម្ភទឹកប្រាក់$3បងស្រាន់មីនីដែលបានឧបត្ថម្ភទឹកប្រាក់$10និងបងសៀកសាន់ដេសូរីយ៉ាឧបត្ថម្ភទឹកប្រាក់ដល់ទៅ$17ខ្ញុំបាទពិតជាសូមអរគុណមែនទែនដល់ទឹកចិត្តដ៏សន្ធឹកទាំងនេះខ្ញុំក៏សូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានតាមដានវីដេអូនេះដល់ចប់ខ្ញុំឥឡូវបាត់អ្នកទាំងអស់គ្នាទៅណាអស់ហើយពិបាកចិត្តដែរប៉ុន្តែមានតែខំធ្វើបន្តទៅក្រែងមកវិញទាំងអ្នកថ្មីនិងទាំងអ្នកចាស់បើមើលដល់ចប់មើលដល់ចុងក្រោយហ្នឹង comment ប្រាប់ខ្ញុំម្នាក់មួយម៉ាត់ផងថាមើលដល់ចប់ហើយក៏អាចសួរសំណួរខ្ញុំបានម្នាក់មួយនៅក្នុង comment ខ្ញុំធានាថានឹងឆ្លើយតបអ្នកដែលមើលដល់ចប់អរគុណមែនតើវីដេអូនេះក៏មានតែប៉ុណ្្នឹងដែរចាំជួបគ្នាវីដេអូក្រោយបាយបាយ